តោះបងប្អូនមកឆែកឬតឡងអាយុបាន40ថ្ងៃឬក៏មួយខែ10ថ្ងៃដល់គ្នាជីកពីកុំមើលតែម្ដងណាបងប្អូនបាទបងប្អូនចឹងកាយតាមមកគុំបានហើយបងប្អូនព្រោះស្អីស្ដាយដាំតឡងនេះគឺជាឬតឡងបានអាយុមួយខែ10ថ្ងៃបងប្អូនឬក៏មួយខែឬក៏40ថ្ងៃគឺផៅល្អបងប្អូននេះអូខេចាប់ដើមចេញផៅល្អហើយសំខាន់រឿងនៅសបងប្អូនរឿងនៅសមានថាបញ្ជាក់ពីសុខភាពរបស់ឫសដែលវាមានសុខភាពល្អដែលវាអាចស្រូបយកសារធាតុចិញ្ចឹមតកតនឹងទឹកតកតនឹងជីពីក្នុងដីហ្នឹងយកមកបំពន់ដងដើមហើយនឹងស្លឹកបានល្អហើយបងប្អូនដែលដាំដុះតំណាំតឡងបើសិនជាតឡងអាយុបានមួយខែឬក៏មួយខែកន្លះហើយស្រូតដាក់ពពុះជាអាហារមើមទៅបងប្អូនពោះតឡងវ័យប៉ុណ្ណឹងគឺសំខាន់មែនតើបើសិនជាបងប្អូនឲ្យវាកង្វះពពុះអាហារជីមើមគឺតឡងបងប្អូនគឺឫសវាអាចបំលែងទៅជាមើមបានច្រើនទេអញ្ចឹងអត្រាមើមតឡងបងប្អូនតិចអញ្ចឹងបើសិនជាតឡងគ្រប់អាយុមួយខែហើយស្រូតប្រញាប់ដាក់ពពុះជាអាហារមើមបងប្អូនអញ្ចឹងបងប្អូនដែលមានជាសំណួរចម្ងល់អាច comment សួរនាំនៅក្នុងវីដេអូនេះបានហើយបើសិនជាចង់បានជីថ្នាំយកទៅប្រើប្រាស់ទៅលើតំណាំតឡងខាងខ្ញុំមានលក់ហើយបើសិនជាចង់ទិញអាចពិភាក្សាមុនខសួរនាំពីបញ្ហាតឡងបងប្អូនពីអាយុតឡងបងប្អូនចង់បំពន់អីដើម្បីខ្ញុំណែនាំឈុតឲ្យត្រូវបងប្អូនយកទៅប្រើឲ្យបានផលទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ